បាទឥឡូវគុណមើលអំពីរបៀបនៃការកំណត់ឬក៏បង្ហាញថាបើគេឲ្យគុណបង្ហាញថាប្រភេទគីមីណាគឺជាអាស៊ីតមួយណាគឺជាបាសនៅក្នុងសមីការមួយណាអញ្ចឹងឧទាហរណ៍គេឲ្យសមីការដូចអក្សរកមិនអញ្ចឹងនៅពេលដែលគុណកំណត់គុណទៅមើលលក្ខណៈដែលគួរឲ្យខាងលើអញ្ចឹងជាទូទៅគុណឃើញ OH ដកនៅពេលប្រតិកម្មទៅវាបង្កើតបានជាទឹកអញ្ចឹងលំនាំរបស់វាមានថាវាចាប់យក H បូក1ពេលវាចាប់យក H បូកអញ្ចឹងវាខ្លាយជាទឹកដល់ពេលវាខ្លាយជាទឹកយើងដឹងថាអូខេ OH ដកហ្នឹងគឺជាបាសហើយព្រោះបាសគឺជាប្រភេទគីមីដែលចាប់យកប្រូតុងឬក៏ទទួលយកប្រូតុងស្របតាមទ្រឹស្ដីរបស់ Bronsted-Lowry ប៉ុន្តែបើគុណមើល NH4 បូកនៅពេលដែលប្រតិកម្ម NH4 បូកវាបោះបង់ប្រូតុងពេលបោះបង់ប្រូតុងវាខ្លាយទៅជាទម្រង់នៃ NH3 អញ្ចឹងហើយយើងដឹងថាអូខេអញ្ចឹងវាមានទម្រង់របស់វាគឺជាប្រភេទនៃអាស៊ីតហើយប៉ុន្តែដល់ពេលគុណមើលសមីការមួយទៀតឃើញបាទ HCO3 ដក1ហ្នឹងបូកទឹកអញ្ចឹងវាបាន H2CO3 ដល់ពេលទម្រង់នៃគូទី1លក្ខណៈនៃប្រភេទម្ដុំទី1ណាគាត់ឃើញថាស្តៀងគ្នាវាជាគូនឹងគ្នាហើយអញ្ចឹងម្ដុំទី1គាត់ឃើញ HCO3 ដក1វាចាប់យក H បូកបានខ្លាយទៅជា H2CO3 អញ្ចឹងគុណឃើញលំនាំហ្នឹងគុណឃើញ H វាមានការកើនឡើងបើកាលណា H កើនឡើងមានថាវាគឺជាបាសហើយបាទប៉ុន្តែបុគ្គលមើលទឹកពេញទឹកបោះបង់ H ខ្លាយជា OH ដកអញ្ចឹងមានថាក្នុងលក្ខណៈហ្នឹងយើងអាចបានថាទឹកគឺជាអាស៊ីតប៉ុន្តែគុណមកមើលសំណួរមួយទៀតនៅក្នុងលក្ខណៈហ្នឹងស្របតាមទម្រង់នៃ Bronsted-Lowry អញ្ចឹងរឿងរបស់វាគេថាប្រភេទគីមីណាគឺជា monoprotic acid diprotic acid និង triprotic acid អញ្ចឹងទម្រង់ mono គួរឲ្យបាន4ទម្រង់ហ្នឹងយើងអាចមើលទាំងអស់គ្នាណាហើយបើសិនជាមាន H មួយខាងមុខអាហ្នឹង mono អាស៊ីតសរីរាង្គដែលមានទម្រង់ ArCOH អាហ្នឹង mono ហើយអាល់កុលក៏ mono ដែរណាប៉ុន្តែនៅក្នុងទម្រង់ហ្នឹងសូមគុណប្រយ័ត្នមែនតើ H3PO2 អាហ្នឹង mono ឯណាតែ diprotic acid គឺឧទាហរណ៍មាន H2 នៅក្នុងមុខមិនមែនទឹកទេណាបាទដល់ពេលទម្រង់នៃអាស៊ីតដល់ពេល H3PO3 អាហ្នឹងក៏ D ដែរណាប៉ុន្តែនៅខាងក្រោមទៀតបើកាលណា triprotic acid មាន H3 នៅមុខអាហ្នឹងយើងចំណាំអញ្ចឹងនេះគ្រាន់តែចំណាំរូបមន្តមិនមែនជាលក្ខណៈថាទូទៅរហូតហ្មងណាតែដោយសារយើងអាចយកមកប្រើសម្រាប់ដោះស្រាយលំហាត់ឬក៏មេរៀនយើង